ទីក្រុងគៀវនៅពេលជិតឈានដល់ការចរចាគ្នានិងបត់ឈប់បាញ់គ្នាអ៊ុយក្រែនបែរជារបូតពីដៃទៅវិញនៅទឹកដីរុស្ស៊ីនៅតំបន់ឃឺដែលខ្លួនវាឆ្មក់នឹងចូលកាន់កាប់តាំងពីខែសីហាឆ្នាំ2024ប្រភពពីសមរភូមិមុខបង្ហាញថារុស្ស៊ីកំពុងសម្រុកវាយប្រហារយកតំបន់ឃឺពីកណ្ដាប់ដៃអ៊ុយក្រែនសឹងតែបានទាំងស្រុងហើយបន្ទាប់ពីកងទ័ពអ៊ុយក្រែនជាប់ការឡោមព័ទ្ធកងទ័ពរុស្ស៊ីប្រើយុទ្ធសាស្ត្រប្លែកពួកគេមិនវាយជាចំហទេប៉ុន្តែវាយឆ្មក់ទាហានរុស្ស៊ីដើរតាមបំពង់បង្ហូរប្រេងចម្ងាយជាង10គីឡូម៉ែត្រដើម្បីវាយពីក្រោយខ្នងធ្វើអ៊ុយក្រែនធ្វើឲ្យពួកគេសឹងតែដាច់ភ្ងាម្ដងបើពួកគេមិនដកថយទេរុស្ស៊ីនឹងហ៊ុមព័ទ្ធជិតឈឹងហើយនឹងចាប់បានទាំងអស់អ្នកយកព័ត៌មានបែបប្លុកប្លូចរបស់រុស្ស៊ីនិងអ៊ុយក្រែនសុទ្ធតែនិយាយដូចគ្នាថាកងទ័ពអ៊ុយក្រែនបានដកថយជាបន្តបន្ទាប់ព្រោះពួកគេមិនអាចស៊ូទ្រាំនឹងយុទ្ធសាស្ត្រវាយឆ្មក់របស់រុស្ស៊ីបានទេសូមរំលឹកថាកាលពីថ្ងៃទី6ខែសីហាឆ្នាំ2024អ៊ុយក្រែនវាយឆ្មក់ចូលតំបន់ឃឺដែលនៅជាប់នឹងព្រំដែនរុស្ស៊ីអ៊ុយក្រែនតែម្ដងកាលនោះពួកគេកាន់កាប់បានទឹកដីច្រើនគួរសមដែររហូតដល់ជាង1000គីឡូម៉ែត្រការ៉េអ៊ុយក្រែនពីដំបូងដែលគិតថាខ្លួនត្រូវតែបន្តខំក្រាបនៅឃឺដើម្បីយកទីនោះធ្វើជាខណ្ឌដ៏ថ្លៃគ្នាផ្នែកនយោបាយនៅពេលមានការចរចាសន្តិភាពរុស្ស៊ីធ្លាប់ដាក់ផែនការវាយបណ្ដេញកងទ័ពអ៊ុយក្រែនឲ្យអស់ពីតំបន់ឃឺមុនពេលលោកត្រាំស្បត់ចូលកាន់តំណែងប៉ុន្តែពួកគេធ្វើមិនបានសម្រេចនៅលើសមរភូមិការទូតនិងនយោបាយមិនទាន់ច្បាស់ថារវាងរុស្ស៊ីនិងអ៊ុយក្រែនតើនរណាមានប្រៀបជាងនរណាទេនៅក្នុងការចរចាគ្នាប៉ុន្តែនៅលើសមរភូមិយោធាអ៊ុយក្រែនចាប់ផ្ដើមចាញ់ប្រៀបរុស្ស៊ីជាបណ្ដាលចាប់តាំងពីមានចំនួនពាក្យសម្ដីរវាងលោកត្រាំនិងលោក